អាគារ Times Square ទី5 នៅក្នុងទីក្រុងគឺជាខុនដូលំដាប់ខ្ពស់ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន MegaKin World Corp ដែលមានមូលដ្ឋាននៅទីក្រុងតៃវ៉ាន់ដែលមានទីតាំងស្ថិតនៅចំកណ្ដាលបឹងគីងកងទី1តាមបណ្ដោយផ្លូវលេខ306យោងតាមទិន្នន័យថ្មីនេះវាបានមានកម្ពស់រហូតដល់45ជាន់ដែលមានកម្ពស់ស្មើនឹង162ម៉ែត្រដែលធ្វើឲ្យវាក្លាយជាអគារលំនៅឋានខ្ពស់ជាងគេនៅក្នុងទីក្រុងភ្នំពេញទីតាំងរបស់អគារមួយនេះលាតសន្ធឹងប្រហែល950ម៉ែត្រការ៉េជាមួយនឹងយូនីតលំនៅឋានចំនួន350ដែលត្រូវបានចែកចាយនៅទូទាំងប្លុកប៉មតែមួយទំហំឯកតាមានដូចខាងក្រោមប្រភេទ1បន្ទប់គេងមានទំហំចាប់ពី43ម៉ែត្រការ៉េរហូតដល់60ម៉ែត្រការ៉េប្រភេទ2បន្ទប់គេងមានទំហំប្រហែល80ម៉ែត្រការ៉េនិងប្រភេទ3បន្ទប់គេងមានទំហំ120ម៉ែត្រការ៉េរហូតដល់135ម៉ែត្រការ៉េតម្លៃឆ្លុះបញ្ចាំងពីទីតាំងនិងកម្រិតកម្ពស់របស់វាតម្លៃជារួមប្រហែល1519រហូតដល់2074នៅក្នុង1ម៉ែត្រការ៉េនៅក្នុងខែវិច្ឆិកាឆ្នាំ2022ការចុះបញ្ជីបានបង្ហាញតម្លៃដែលមានចាប់ផ្ដើមពីតម្លៃ$80,000សម្រាប់ប្រភេទ1បន្ទប់គេងនិងឈានដល់រហូតដល់តម្លៃ$140,000ទៅ$245,000សម្រាប់យូនីតធំអាស្រ័យទៅលើទំហំនិងកម្រិតជាន់របស់វាការណែនាំបានចាប់ផ្ដើមនៅក្នុងឆ្នាំ2022ជាមួយនឹងការបញ្ចប់គោលដៅសម្រាប់ខែមិថុនានៅក្នុងឆ្នាំ2026ការអភិវឌ្ឍបានដាក់ចេញនូវផែនការទូទាត់ដ៏គួរឲ្យទាក់ទាញដូចជាការបង់រំលោះប្រចាំខែ 1% នៅក្នុងរយៈពេល40ទៅ45ខែរួមជាមួយនឹងការបញ្ចុះតម្លៃចាប់ពី 7% រហូតដល់ 15% ដែលធ្វើឲ្យវាក្លាយជាការវិនិយោគដ៏គួរឲ្យទាក់ទាញមួយសរុបមក Times Square ទី5គឺជាអគារកម្ពស់162ម៉ែត្រស្មើនឹង45ជាន់ដែលមានចំនួនរហូតដល់350យូនីតនៅសង្កាត់បឹងគីងកងទី1នៃរាជធានីភ្នំពេញជាមួយនឹងភាពជាម្ចាស់ប្លង់រឹងគ្រឿងសង្ហារឹមនិងគ្រឿងបរិក្ខារទំនើបនិងមានដូចជាអាងហែលទឹក Sky Bar កន្លែងហាត់ប្រាណសួននៅលើដំបូលកន្លែងក្មេងលេងនិងការផ្ដល់ហិរញ្ញប្បទានដែលអាចបត់បែនបានវាត្រូវបានចាត់ថ្នាក់ជាការវិនិយោគអចលនទ្រព្យដែលមានតម្លៃថ្លៃប៉ុន្តែអាចចូលដំណើរការបាននៅក្នុងប្រទេសកម្ពុជា